ស្គាល់ខ្លួនឯងជាទូទៅមនុស្សម្នាក់ៗមានភាពប៉ិនប្រសប់រៀងៗខ្លួនដែលលាក់បាំងយ៉ាងជ្រៅដោយគ្រាន់តែមើលតាមសភាពធម្មតាមិនឃើញភាគច្រើននៃមនុស្សមានលក្ខណៈប្រហាក់ប្រហែលគ្នាមួយគឺគេអាចមើលឃើញចំណុចខ្សោយឬចំណុចរបស់អ្នកដទៃមិនថាទោះបីជាកំហុសនោះមានរូបរាងតូចប៉ុណ្ណាក្តីក៏គេអាចមើលឃើញបានដែរផ្ទុយមកវិញប្រសិនបើជាកំហុសរបស់ខ្លួនគេផ្ទាល់គេមិនដែលមើលឃើញឬក៏ធ្វើមិនឃើញតែម្ដងនេះជាចំណុចមួយដែលមនុស្សទាំងនេះគិតថាកំហុសឬភាពបរាជ័យទៅលើធ្វើអ្វីមួយការធ្វើអ្វីមួយគឺជារឿងមិនល្អដែលមិនគួរឲ្យអ្នកដទៃបានស្គាល់បានដឹងអំពីពួកគេឡើយសូម្បីតែខ្លួនពួកគេផ្ទាល់ក៏គេក៏មិនយកចំណុចទាំងនោះមកគិតពិចារណាថាតើមូលហេតុអ្វីបានជាគេធ្វើខុសនិងគួរក៏បីរកវិធីបែបណាដើម្បីកែប្រែស្ថានភាពឬក៏កុំឲ្យបង្កើតកំហុសបែបនោះម្ដងទៀតដោយស្រឡាញ់ពីមនុស្សដែលមានគំនិតសុទិដ្ឋិនិយមគំនិតវិជ្ជមានគឺពួកគេតែងព្រមទទួលយកកំហុសឆ្គងរបស់ខ្លួនហើយយកមកគិតពិចារណារកហេតុផលដើម្បីកែសម្រួលពីការបរាជ័យថ្ងៃនេះឲ្យទៅជាទទួលបានជោគជ័យនៅថ្ងៃក្រោយនិងឈប់ឲ្យមានកំហុសបែបហ្នឹងតទៅទៀតដោយគ្រាន់តែផ្លាស់ប្ដូរវិធីឬផ្លូវដែលពួកគេបានធ្លាប់ដើរនោះសំណួរសាមញ្ញមួយដែលមើលទៅងាយស្រួលឆ្លើយប៉ុន្តែមនុស្សភាគច្រើនឆ្លើយខុសឬក៏មិនអាចឆ្លើយបាននោះទេតើអ្នកស្គាល់ខ្លួនឯងច្បាស់ហើយឬនៅសំណួរនោះគឺថាតើអ្នកស្គាល់ខ្លួនឯងច្បាស់ហើយឬនៅសំណួរមួយនេះគឺជាចំណុចចាប់ផ្ដើមដំបូងគេបង្អស់សម្រាប់មនុស្សគ្រប់គ្នាដែលមានគោលគំនិតចង់ទទួលបាននៅភាពជោគជ័យនិងភាពថ្លៃថ្នូរដែលប្រកបដោយភាពប៉ិនប្រសប់បូករួមនឹងសេចក្តីសុខនៅក្នុងផ្លូវដែលសម្រេចបាននៅភាពជោគជ័យនោះអ្នករាល់គ្នាប្រហែលជាឆ្ងល់ហើយថាហេតុអ្វីបានជាសំណួរតើអ្នកស្គាល់ខ្លួនឯងច្បាស់ហើយឬនៅវាសំខាន់សម្រាប់ជីវិតរបស់អ្នកខ្លាំងម្ល៉េះពិតប្រាកដណាស់វាជាសំណួរដែលមានតែវាជាសំណួរដែលដាស់សតិអារម្មណ៍របស់អ្នកហើយអាចធ្វើឲ្យអ្នកស្គាល់អំពីខ្លួនឯងយ៉ាងច្បាស់ដែលពីមុនអ្នកមិនដែលសូម្បីតែគិតការស្គាល់ខ្លួនឯងច្បាស់គឺជាជំហានដែលមនុស្សពេញវ័យគ្រប់រូបចាំបាច់ត្រូវតែស្វែងយល់ដើម្បីដាក់គោលដៅជីវិតរបស់ពួកគេឲ្យកាន់តែច្បាស់និងត្រឹមត្រូវជាពិសេសគឺដើម្បីជួយសម្រួលដល់ពួកគេកុំឲ្យសម្រេចចិត្តធ្វើអ្វីមួយខុសនិងមានវិប្បដិសារីនៅថ្ងៃក្រោយតើធ្វើដូចម្តេចដើម្បីស្គាល់ខ្លួនឯងច្បាស់អ្នកត្រូវសួរខ្លួនឯងនៅសំណួរមួយចំនួនដូចខាងក្រោមតើខ្ញុំចូលចិត្តអ្វីតើខ្ញុំពូកែខាងផ្នែកអ្វី3តើខ្ញុំចង់ក្លាយទៅជាអ្វីនៅថ្ងៃអនាគត4តើខ្ញុំចង់បានអ្វីអ្នកត្រូវគិតឲ្យបានច្បាស់រួចសឹមឆ្លើយនឹងសំណួរទាំង4ខាងលើព្រោះវាជាគោលការណ៍ដែលអ្នកត្រូវអនុវត្តដើម្បីសម្រេចបាននៅគោលដៅពេញមួយជីវិតរបស់អ្នកអាចឆ្លើយនឹងសំណួរនេះរួចសរសេរទុកដាក់ក្នុងក្រដាសឬសៀវភៅកំណត់ត្រារបស់ខ្លួនដែលអ្នកអាចមើលឃើញវាជារៀងរាល់ថ្ងៃសម្រាប់ជាគ្រឿងដាស់តឿនក្រៅរំលឹកឲ្យសម្រេចបាននៅគោលដៅបំណងធំរបស់អ្នកខាងក្រោមនេះគឺជាគំរូនៃចម្លើយទាំង4ខាងលើ1តើខ្ញុំចូលចិត្តអ្វីដែលខ្ញុំចូលចិត្តនោះគឺ
អានសៀវភៅស្ដាប់ធម៌ទេសនានិងស្ដាប់ការនិយាយដោយអ្នកល្បីៗដើម្បីបង្កើនការយល់ដឹងចែករំលែកចំណេះដឹងពីអ្នកដទៃចូលចិត្តធ្វើអ្វីដែលអ្នកចូលចិត្តនោះជាប្រចាំ 2. តើខ្ញុំពូកែផ្នែកអ្វីដែលខ្ញុំពូកែនោះគឺរៀនអ្វីដែលថ្មីបង្រៀនអ្នកដទៃឲ្យឆាប់យល់អំពីអ្វីមួយដែលថ្មីការបង្កើតគំនិតសរសេរការតែងនិពន្ធចូលធ្វើអ្វីដែលពូកែនោះជាប្រចាំសំណួរទី3តើអ្នកចង់ក្លាយទៅជាអ្វីនៅថ្ងៃអនាគតតើថ្ងៃអនាគតខ្ញុំចង់ក្លាយទៅជាសាស្ត្រាចារ្យដ៏ល្អមួយរូបនៅសាកលវិទ្យាល័យអ្នកនិពន្ធមួយរូបដ៏ល្បីឈ្មោះគ្រូបង្រៀនមួយដ៏ពូកែពន្យល់ដាក់គោលដៅឲ្យច្បាស់រួចចាប់យកឲ្យបាន 4. តើខ្ញុំចង់បានអ្វីដែលខ្ញុំចង់បាននោះគឺបង្កើតបានសាលារៀនមួយដែលមានកេរ្តិ៍ឈ្មោះល្អនិងល្បីល្បាញក្រុមគ្រួសារមួយដ៏កក់ក្ដៅដែលមានប្រពន្ធនិងកូនមួយទៀតផ្ទះដែលនៅកណ្ដាលទីក្រុងមួយតម្លៃថ្លៃមធ្យោបាយធ្វើដំណើរគ្រប់គ្រាន់សម្រាប់ខ្លួនឯងផ្ទាល់និងប្រពន្ធខ្លួនត្រូវព្យាយាមចាប់យកគោលដៅរបស់អ្នកឲ្យបានត្រូវចាំថារាល់ចម្លើយរបស់អ្នកគឺជាគោលដៅរបស់អ្នកពិតប្រាកដដែលអ្នកពងប្រាថ្នាចង់បានដូច្នេះអ្នកចាំបាច់ត្រូវពិចារណាឲ្យបានម៉ត់ចត់និងប្រយ័ត្នប្រយែងជាទីបំផុតបន្ទាប់ពីការគិតរួចហើយអ្នកត្រូវរិះរកវិធីដើម្បីទទួលបានវានិងតាំងចិត្តចាប់ផ្ដើមធ្វើវាឲ្យបានជាដាច់ខាត Knowing yourself is the beginning of all wisdom ខំប្រឹងរិះគិតគំនិតប្រាជ្ញាធ្វើជាអាហារល្អប្រណិតអាចឲ្យយើងស្គាល់ពីផ្លូវជីវិតស្គាល់ខ្លួនឯងពិតជីវិតភ្លឺស្វាងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការស្ដាប់អត្ថបទមួយដ៏មានអត្ថន័យនេះហើយកុំភ្លេចជួយ Subscribe ផងដើម្បីទទួលបានវីដេអូថ្មីសូមអរគុណសូមជម្រាបលា